បាទសួស្តីបងប្អូនបាទសម្រាប់បងប្អូនដែលមានកុង AVA ហើយអត់ទាន់ជាដូនលុយខ្មែរទៅជាដុល្លារអញ្ចឹងបងប្អូនមើលវីដេអូខ្ញុំដូចតទៅអូខេដំបូងបងប្អូនចូលទៅកុង AVA របស់បងប្អូនសិនមកបន្ទាប់ពីបងប្អូនចូលកុង AVA របស់បងប្អូនរួចហើយអញ្ចឹងបងប្អូនជ្រើសរើសបងប្អូនត្រូវដឹងថាគណនីបងប្អូនមានលុយដុល្លារប្រមាណលុយខ្មែរប្រមាណបងប្អូនត្រូវដឹងថាលុយខ្មែរបងប្អូនមានប្រមាណដើម្បីដូរទៅជាដុល្លារអញ្ចឹងសម្រាប់ខ្ញុំមាន20ដុល្លារគឺ80000ជាងអញ្ចឹងបើគិតជាខ្ទុយទាំងអីទៀតទៅវា80000ជាងអញ្ចឹងបងប្អូនខ្ញុំមាន80000ជាង80000ម៉ានពាន់អញ្ចឹងចង់ដូរទៅជាដុល្លារ20ដុល្លារអញ្ចឹងបងប្អូនចូលទៅក្នុង app កុង AVA របស់បងប្អូននេះបងប្អូនចុចយកពាក្យ transfer ហ្នឹងមកបងប្អូននេះមើលពាក្យ transfer នេះបន្ទាប់ពីបងប្អូនចុច transfer កន្លែងហ្នឹងគេឲ្យយើង confirm លេខកូដអញ្ចឹងបងប្អូនចូលលេខកូដបងប្អូនមកលេខកូដ4ខ្ទង់ហ្នឹងបន្ទាប់មកបងប្អូនជ្រើសរើសវាមានកន្លែងជ្រើសរើសច្រើនអញ្ចឹងបងប្អូនមើលតែពាក្យថា transfer to own AVA account នេះបងប្អូនទី2ហ្នឹងមកហ្នឹងបើន័យថាត្រេលុយទៅកុងបងប្អូនតខ្លួនអញ្ចឹងបងប្អូនចុចកន្លែងហ្នឹងមកបាទមកដល់កន្លែងនេះគឺគេបង្ហាញកន្លែងនេះគឺកន្លែងបង្ហាញទឹកប្រាក់ដែលបងប្អូនចង់ផ្ទេរទៅកន្លែងនេះគឺបានន័យថាបងប្អូនផ្ទេរដុល្លារទៅខ្មែរទៅដុល្លារបានព្រោះកុងបងប្អូនមាន2មាន AVA ជាកុងរៀលនិង AVA ជាកុងដុល្លារអញ្ចឹងបងប្អូនចង់ដូរដុល្លារទៅជាខ្មែរបងប្អូន select កុងដុល្លារមកហើយគេ select ខាងក្រោមនេះគឺកុងខ្មែរប៉ុន្តែបងប្អូនចង់ផ្ទេរកុងខ្មែរទៅដុល្លារអញ្ចឹងបងប្អូនចុចកន្លែងនេះកុងខ្មែរមកអញ្ចឹងខ្ញុំផ្ទេរខ្មែរទៅជាដុល្លារអញ្ចឹងខ្ញុំចុចកុងខ្មែរមកបន្ទាប់មកខ្ញុំចុចកុងដុល្លារដើម្បីខ្ញុំផ្ទេរលុយខ្មែរទៅជាដុល្លារណាអញ្ចឹងលុយរបស់ខ្ញុំមាន40000ណាប៉ុន្តែវាលក្ខណៈថាខ្ញុំចង់បាញ់តា80000ជាងគឺ20ដុល្លារអញ្ចឹងបងប្អូនមានលុយប្រមាណបងប្អូនដាក់ប៉ុណ្ណឹងមកអញ្ចឹងបន្ទាប់ពីយើងដូរកុងតាមលំដាប់ដោយវាហើយបងប្អូនដាក់ចំនួនទឹកប្រាក់មកអានេះបងប្អូនដូរលុយខ្មែរទៅជាដុល្លារអញ្ចឹងបងប្អូនកន្លែងនេះបងប្អូន complete select ផងនេះបងប្អូនចង់ដូរជាដុល្លារអញ្ចឹងបងប្អូន select ដុល្លារមកអញ្ចឹងបើបងប្អូនដូរជាខ្មែរបងប្អូន select ខ្មែរណាបងប្អូននេះកន្លែងនេះបងប្អូនដូរជាដុល្លារអញ្ចឹងបងប្អូន select ជាដុល្លារមកអញ្ចឹងខ្ញុំដាក់20ដុល្លារអញ្ចឹងណា20ដុល្លារជាស្រ័យ20ដុល្លារអញ្ចឹង20ដុល្លារស្មើ80000ប្រមាណពាន់ចាយើងដាក់មកតែដុល្លារបងប្អូនចង់ដាក់ដុល្លារប្រមាណតាមទឹកប្រាក់របស់លុយខ្មែរបងប្អូនមានអញ្ចឹងខ្ញុំដាក់20ដុល្លារបើដាក់25គឺអត់គ្រប់ទេបាន21 22ហ្នឹងអញ្ចឹងខ្ញុំដាក់តែ20ដុល្លារទេអញ្ចឹងបន្ទាប់ពីដាក់ចំនួនទឹកប្រាក់ឲ្យបងប្អូនចុច transfer មកបងប្អូនចុចបញ្ជូនពណ៌ក្រហមហ្នឹងមកអញ្ចឹង confirm ឡើងនេះមកបងប្អូនគឺវាអស់81000ប្រមាណ100មែនបងប្អូនមើលអត់ទាន់អញ្ចឹងបងប្អូនអាចឆែកមើលបានវាមានចំនួនទឹកប្រាក់ដែលបងប្អូនដូរហ្នឹងវាប្រមាណគឺគេបង្ហាញបងប្អូនអញ្ចឹងបាទងាយទេបងសម្រាប់បងប្អូនដែលអត់ទាន់ចេះបងប្អូនអាចនេះបានអាចអនុវត្តបានបាទអរគុណច្រើនវីដេអូខ្ញុំមានតែប៉ុណ្្នឹងបាទជម្រាបលាជួបគ្នានៅវីដេអូក្រោយ